បាទគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូមុនយើងបានស្គាល់ហើយអំពីសំឡេងរបស់ IPA ទាំង44សំឡេងហើយ44សំឡេងនោះត្រូវបានបែងចែកជាពីរធំទៀតបាទហើយសម្រាប់អ្នកដែលមិនទាន់ស្គាល់អំពីសំឡេងរបស់ IPA ទេថាវាមានប្រមាណមានសំឡេងខ្លះអាចទៅមើលវីដេអូទី1បានបាទតោះអញ្ចឹងកុំឲ្យយប់យន្តសបិនយូរខាតពេលវេលារបស់យើងបាទអញ្ចឹងទាំងនេះគឺជាសំឡេងស្រៈទាំង20បាទទាំងសំឡេងស្រៈតូលនិងស្រៈផ្សំបាទប៉ុន្តែថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នាពីសំឡេងសិនបាទគឺសំឡេង E និងសំឡេង E បាទអ្នកនរគ្នាអាចមើលមាត់ខ្ញុំបានណាពីរហ្នឹងគឺខុសគ្នាណា E E បាទសំឡេងវាគឺខុសគ្នាបាទអញ្ចឹងនិមិត្តសញ្ញាសំឡេង E គឺជាអក្សរ I ដែលអត់មានចុច2ណាបាទយើងឃើញហើយបាទនៅលើនេះគឺ E យើងហៅថា short E បាទ short E ណាវាសំឡេងខ្លី short E បាទវាសំឡេងខ្លីអត់មែនវែងទេហើយរបៀបនៃការអានសំឡេង E នេះគឺមើលមាត់របស់ខ្ញុំក៏បានដែរអ្នកគ្នាបាទមើលមាត់របស់ខ្ញុំមាត់យើងហ្នឹងគឺធម្មតាបាទហើយអណ្ដាតហ្នឹងមិនចាំបាច់ប្រឹងទេអានថា E អានដាច់ខ្លីៗដូចយើងអានពាក្យ big អញ្ចឹងពាក្យ big អញ្ចឹងពាក្យខ្មែរយើងបាទ E សំឡេង E ហ្នឹងឧទាហរណ៍ដូចជាពាក្យនេះយ៉ាងណាគ្នាពាក្យនេះយើងអានថាសំឡេងវាគឺ ship ship គឺអានបែបហ្នឹងណាបាទស្រៈ E បាទអានថា E សំឡេងវាហ្នឹងហើយអ្នកណាខ្លះដែលធ្លាប់អានពាក្យ ship ហ្នឹងអានថា sip ណាបាទប្រយ័ត្នច្រឡំមួយពាក្យជាមណាអ្នកគ្នាបាទពាក្យពីរហ្នឹងយើងស្ដាប់មួយភ្លេតស្តៀងគ្នាទេតែតាមពិតគ្មានស្តៀងទេណាហើយក៏មិនដូចគ្នាដែរគឺ IPA វាខុសគ្នាដាច់ការបញ្ចេញសំឡេងហ្នឹងក៏ខុសគ្នាដែរបាទអញ្ចឹងឈប់យល់ច្រឡំទៀតបាទតោះឥឡូវយើងអនុវត្តប្រយោគនេះទាំងអស់គ្នាមួយបាទយើងទៅស្ដាប់គេអានថាតើក្នុងប្រយោគហ្នឹងគេអានបែបម៉េចបាទអ្នកគ្នានៅក្នុងប្រយោគនេះពាក្យក្រហមគឺសុទ្ធតែជាសំឡេង E ទាំងអស់អត់មាន E ទេប៉ុន្តែខ្ញុំជឿថាអ្នកទាំងអស់គ្នាធ្លាប់អានពាក្យទាំងអស់ហ្នឹងជាសំឡេង E មិនមែនសំឡេង E ទេបាទហើយបើសិនជាអ្នកទាំងអស់គ្នាធ្លាប់បាទ complete comment ប្រាប់ខាងក្រោមផងថាខ្លួនឯងធ្លាប់អានសំឡេងហ្នឹង E ទាំងអស់ណាបាទតាមពិតវាជាសំឡេង E ទេឥឡូវយើងទៅស្ដាប់ទាំងអស់គ្នាបាទ Sit in the ship and fix the lid. Sit in the ship and fix the lid. អូខេអញ្ចឹងអ្នកនរគ្នាបានស្ដាប់ហើយមិញណាបាទអញ្ចឹងអក្សរក្រហមហ្នឹងសំឡេងរបស់វាគឺសុទ្ធតែជាសំឡេង E ទាំងអស់អត់មាន E ទេប៉ុន្តែខ្ញុំជឿថាអ្នកទាំងអស់គ្នាពីមុនមកគឺអាន E សំឡេង E ទាំងអស់ដូចខ្ញុំយ៉ាងបាទខ្ញុំពីមុនមកក៏ខ្ញុំធ្លាប់អានសំឡេង E ដែរបាទតាមពិត E ជាសំឡេងវែង E សំឡេងខ្លីមិនច្បាស់ E ពេកទេវាគាត់តែជាស្តៀងណាឥឡូវតោះយើងទៅមើលសំឡេងទី2របស់យើងគឺសំឡេង E បាទ long អានថា long E សំឡេងវែង E បែបនេះណា E មាត់របស់យើងគឺរឿងទាញយេ E បាទ E សំឡេងយើងហាងទាញមានថាបញ្ចេញសំឡេង E ហ្នឹងឲ្យវែងបន្តិចបាទសំឡេង E ហ្នឹងបាទឲ្យវែងហើយទីតាំងមាត់របស់យើងគឺត្រូវតែញញឹមបាទទាញមាត់នេះមកចេះអាហ្នឹង E បាទអាមាត់សងខាងណា E បាទ E គឺបែបនេះណាបាទដូចជាពាក្យនេះអ្នកគ្នាពាក្យនេះដែលខ្ញុំថាមិញពាក្យនេះយើងប្រែថាជាមណាយើងអានថាម៉េចអ្នកគ្នាអានថា sheep អានថា sheep អានបែបនេះណាបាទអញ្ចឹងពាក្យហ្នឹងយើងអានថាម៉េចយើងអានថា sheep យើងអានថា sheep គឺសំឡេងវែងណាស្រៈ E sheep បាទ sheep អូខេ sheep ដូចជាពាក្យអីគេមួយទៀតbeat and beat អូខេតោះឥឡូវទៅមើលប្រយោគមួយទៀតឧទាហរណ៍យើងទៅមើលគេអានប្រយោគនឹងទាំងអស់គ្នាទៅស្ដាប់គេអានប្រយោគនឹងទាំងអស់គ្នាណាបាទ I feel the heat in the deep sea. I feel the heat in the deep sea. អញ្ចឹងនៅក្នុងប្រយោគនេះអក្សរពណ៌លឿងបាទគឺសុទ្ធតែជាសំឡេង E បាទមិញសំឡេង E ឥឡូវសំឡេង E ម្ដងណាបាទប៉ុន្តែស្តៀងគ្នាពាក្យបាទអញ្ចឹងប្រយ័ត្ន
ច្រឡំគ្នាណាអញ្ចឹងបានគេឲ្យយើងរៀន IPA ដើម្បីយើងមើលនៅក្នុងវចនានុក្រមដោយខ្លួនឯងបាទពាក្យណាយើងស្ដាប់ទៅមិនច្បាស់វាស្តៀងគ្នាយើងចង់ដឹងថាវាខុសគ្នាមិនខុសគ្នាគឺយើងមើល IPA ហ្នឹងឯងណាបាទគឺដឹងថាខុសគ្នា 100% ហ្មងអូខេអញ្ចឹងដូចក្នុងប្រយោគមិញនេះអ្នកគ្នាបានស្ដាប់ហើយបាទអ្នកគ្នាបានស្ដាប់ហើយនៅក្នុងប្រយោគមិញនេះបាទដូចជាពាក្យ I feel ស្រៈ E ណា I feel គឺអានេះហាងវែង I feel the អីគេ yeah I feel the heat yeah I feel the heat in the deep sea បាទគឺមាត់យើងបែបនេះណាគឺស្រៈ E បាទមិនមែនស្រៈ E ទេបាទអញ្ចឹងប្រយោគនេះយើងបានស្ដាប់ឲ្យមិញបាទខ្ញុំគាត់តែអានបញ្ជាក់ឡើងវិញទេហើយខ្ញុំផ្ទាល់ហ្នឹងក៏មិនអានត្រូវ 100% ដែរប៉ុន្តែដូចខ្ញុំបានប្រាប់ពីវីដេអូទី1ហ្នឹង IPA ហ្នឹងវាមិនមែនធ្វើឲ្យយើងនិយាយអង់គ្លេសទៅដូចជនជាតិដើម 100% ទេប៉ុន្តែវាធ្វើឲ្យយើងបញ្ចេញសំឡេងទៅវាត្រូវស្ទើរតែ 99% ទៅហើយដែលយើងអាចបញ្ចេញសំឡេងពាក្យនីមួយៗបានត្រឹមត្រូវណាបាទបាទអញ្ចឹងខាងលើហ្នឹងខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអំពីសំឡេងទាំងពីររបស់ IPA ហើយបាទគឺសំឡេង E ហើយនឹង E បាទសំឡេង E ហើយនឹង E E គឺជាអក្សរ I ដែលមិនមានចុច2អក្សរ I ដែលមានចុច2គឺជាសំឡេង E បាទអញ្ចឹងអានេះជានិមិត្តសញ្ញារបស់វាណាបាទកុំភ្លេចចំណាំវាផងបាទអញ្ចឹងឥឡូវក៏លេខមកមើលខាងក្រោមនេះម្ដងខាងក្រោមនេះគឺខ្ញុំដាក់ប្រយោគដែលមានពាក្យ2ចូលគ្នាគឺមានពាក្យដែលមានស្រៈ E ហើយនិងពាក្យស្រៈ E ចូលគ្នាណាបាទឥឡូវយើងទៅស្ដាប់គេអានទាំងអស់គ្នាថាតើពាក្យមួយណាជាស្រៈ E ពាក្យមួយណាជាស្រៈ E បាទហើយស្ដាប់ទៅឮខុសគ្នាអត់អូខេយើងទៅស្ដាប់ទាំងអស់គ្នាមើលបាទ The ship has a sheep on it. He will sit on the seat. អូខេអញ្ចឹងក្រោយពីយើងបានស្ដាប់ហើយអញ្ចឹងយើងស្ដាប់បានលឺទាំងអស់គ្នាណាមិញណាបាទអញ្ចឹងគឺសំឡេងដែលខ្លីគឺពាក្យអីគេបាទពាក្យ ship and ship បាទគឺនាវាបាទដល់ពេលពាក្យដែលមានសំឡេង E វែងគឺអីគេ sheep and sheep សត្វជៀមណាបាទសត្វជៀមអញ្ចឹងពាក្យពីរហ្នឹងគឺវាខុសគ្នាដាច់សំឡេងខ្លីនិងសំឡេងវែងហើយអាប្រយោគបន្ទាប់អីគេប្រយោគទី2មិញគឺពាក្យខ្លីរបស់វាសំឡេងខ្លីគឺ shit and shit បាទដល់ពេលពាក្យមួយទៀត sheet yeah and the sheet yeah sheet ហ្នឹងគឺអីគេបាទវែងស្រៈ E ណាអានខុសគ្នាអញ្ចឹងឈប់យល់ច្រឡំថាពាក្យទាំងអស់ហ្នឹងសំឡេងដូចគ្នាប្រែខុសគ្នាទៅអត់ទេណាសំឡេងអត់ដូចគ្នាហើយប្រែក៏ដូចគ្នាដែរបាទតែហេតុដែលយើងថាសំឡេងអានដូចគ្នាប្រែខុសគ្នាដោយសារតែយើងមិនទាន់បានរៀន IPA ឥឡូវយើងបានរៀន IPA ហើយយើងឈប់យល់ច្រឡំបែបហ្នឹងទៀតបាទអញ្ចឹងទាំងពីរនេះគឺជានិមិត្តសញ្ញារបស់ IPA បាទដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាថ្ងៃនេះនៅក្នុងសំឡេងស្រៈបាទប៉ុន្តែខ្ញុំយកតែ2សិនទេបាទអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាមានចម្ងល់អ្វីផ្សេងឬក៏មានចំណុចណាមួយដែលចង់ comment បន្ថែមឬក៏ប្រាប់ពីចំណុចខ្វះខាតរបស់ខ្ញុំអ្នកគ្នាអាច comment នៅខាងក្រោមវីដេអូនេះបានបាទហើយសង្ឃឹមថាវីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនសិស្សានុសិស្សដែលទើបតែចាប់ផ្ដើមរៀនភាសាអង់គ្លេសបាទសង្ឃឹមថាវាមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាផងដែរបាទពីខ្ញុំទៅគឺខ្ញុំធ្វើវីដេអូនេះគ្រាន់តែជាចង់ចែករំលែកនៅអ្វីដែលខ្លួនឯងធ្លាប់បានរៀនកន្លងមកទេបាទពីមុនមកខ្ញុំមិនដែលបានរៀន IPA ដែរទេក្រោយមកខ្ញុំបានចូលសាកលវិទ្យាល័យបាទគឺលោកគ្រូគាត់បានបង្ហាញពីសំឡេងទាំងអស់ហ្នឹងអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមវិវត្តការបញ្ចេញសំឡេងភាសាអង់គ្លេសរបស់ខ្ញុំហ្នឹងតាមនឹងតិចហ្នឹងទៅបាទដោយប្រើប្រាស់ dictionary បរទេសម្ដងលេងប្រើប្រាស់ដូចពីមុនយើងប្រើប្រាស់ dictionary ផ្សេងដែលជាមានបកប្រែខ្មែរបកអីណាតែដល់ពេលយើងចូលដល់សាកលវិទ្យាល័យយើងរៀននៅ IPA នេះគឺយើងអាចប្រើបានទេគឺយើងប្រើដូចជា Cambridge ឬក៏ Longman ហ្នឹងទៅ Longman ហ្នឹងគឺគេមាន IPA យើងមើលនៅក្នុងហ្នឹងតែម្ដងបាទអញ្ចឹងពីខ្ញុំទៅអត់មានអីច្រើនទេក្នុងវីដេអូនេះគឺខ្ញុំសូមបង្ហាញតែពីរសំឡេងហ្នឹងទេគឺសំឡេង E ហើយនិង E បាទ See you next video